បាទជំរាបសួរពុកម៉ែបងប្អូនជាទីមេត្រីបាទសូមស្វាគមន៍មកកាន់ Channel ទូកមកថ្នមស្នេហ៍បាទថ្ងៃនេះខ្ញុំបាទរីវីយូទូកមួយគ្រឿងដែលពុកម៉ែបងប្អូនបានឃើញនេះគឺមានក្បាលជានិករាជបាទដ៏អង្អាចក្លាហានហើយនឹងមានសម្រស់ស្រស់ប្លែកពីទូកផ្សេងដែលយើងមិនធ្លាប់បានឃើញពីមុនមកបាទហើយទូកមួយគ្រឿងនេះគឺមានព្រះនាមថារស្មីនិករាជបាទទូកមួយគ្រឿងដែលមានព្រះនាមថារស្មីនិករាជស្ថិតនៅក្នុងវត្តពឹសពិសីភូមិអូកន្ធរសង្កាត់អូកន្ធរក្រុងស្ទឹងសែនខេត្តកំពង់ធំបាទតែគួរឲ្យសោកស្ដាយទូកមួយគ្រឿងនេះគឺបានត្រុតត្រោមហើយបាទបានត្រុតត្រោមហើយទូកមួយគ្រឿងនេះអញ្ចឹងដូចបានឃើញអញ្ចឹងគឺកំសែងត្រូវបានបាក់ខូចអស់ហើយបាទនេះទស្សនភាពមើលក្រោយទៅខាងមុខនេះទូកហើយកន្ទុយនេះក៏បានបាក់ដែរបាទកន្ទុយនេះបានបាក់ហើយនេះគឺជាកន្ទុយនេះបាទនៅតែក្បាលនេះទេនៅមានសភាពស្រស់ស្អាតបាទអញ្ចឹងពុកម៉ែបងប្អូនអាចទស្សនាពីកំសៃខាងក្បាលនេះរូបវិញបាទដោយសារតែខាងទៀតជាប់របងมันអាចអត់រីវីយូបានចឹងហើយមានតែនៅពីកំសៃមកខាងក្បាលវិញបាទហើយទុកគឺមានសភាពស្អាតបាទស្អាតខ្លាំងរូបរាងក្បាលនិករាជបាទមានអំណាចចេស្តាបារមីបាទពិតជាអង្គអាចពិតជាក្លាហានមើលទៅគួរឲ្យមានអំណាចបាទសូមអរគុណសូមជម្រាបលាសូមគោរពជូនពរបងប្អូនជួបប្រទេសតែសេចក្តីសុខសេចក្តីចម្រើនទាំងអស់គ្នាបាទសូមអរគុណ